សុភាសិតបុរាណចិនមួយបានលើកឡើងថាឡើងភ្នំប្រើកម្លាំងចុះភ្នំប្រឹងស្មារតីនេះជាសុភាសិតមួយដែលបង្កប់អត្ថន័យយ៉ាងខ្លាំងក្លាដោយសារតែនៅពេលដែលយើងឡើងភ្នំនោះយើងត្រូវតែប្រើប្រាស់ពេលវេលាប្រើប្រាស់នូវធនធានដែលយើងមានទាំងកម្លាំងកាយនិងកម្លាំងចិត្តបដោតយកចិត្តទុកដាក់ដើម្បីឲ្យសម្រេចគោលដៅពោលគឺទៅដល់លើភ្នំនិយាយរួមគឺយើងប្រើប្រាស់ពេលវេលាប្រើប្រាស់ធនធានទាំងអវ័យចំណេះជំនាញដែលយើងមាននោះដើម្បីសម្រេចគោលដៅហើយនៅពេលដែលចុះពីលើភ្នំប្រឹងស្មារតីនៅពេលដែលយើងទៅដល់កំពូលភ្នំហើយនៅពេលចុះមកវិញការប្រើប្រាស់នៅកម្លាំងពុំសូវប្រើទេបងប្អូនធ្លាប់មានបទពិសោធន៍នៅពេលយើងចុះភ្នំមិនពិបាកប្រើប្រាស់កម្លាំងខ្លាំងដូចយើងឡើងទេក៏ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នស្មារតីមានន័យថានឹងមានឱកាសរអិលដួលច្រើននៅពេលដែលយើងចុះមកវិញអាងថាវាស្រួលយើងភ្លេចភ្លាំងយើងមិនយកចិត្តទុកដាក់អានេះគឺជាអត្ថន័យទូទៅរបស់វាប៉ុន្តែបើយើងធៀបនៅក្នុងជីវិតរបស់យើងវិញវាមានន័យថាឡើងភ្នំប្រើកម្លាំងមានន័យថានៅពេលដែលយើងនៅខ្សោះនៅទីទួលមួយអាចថាជាចំណុចចាប់ផ្ដើមមួយជាអ្នកក្រឬក៏ជាអ្នកដែលលំបាកតោកយ៉ាងនោះនៅពេលដែលយើងចង់សម្រេចគោលដៅរបស់យើងពូលគឺចង់ឲ្យជីវភាពរបស់យើងមានការរីកចម្រើនយើងអាចសម្រេចគោលដៅនៅក្តីសុបិនរបស់យើងត្រូវតែប្រឹងប្រែងយ៉ាងខ្លាំងក្លាពូលគឺយើងប្រើប្រាស់ពេលវេលាកម្លាំងកាយកម្លាំងចិត្តចំណេះជំនាញទាំងអស់ហើយបដោតធ្វើរឿងនោះស្ទើរតែពុំសូវមានពេលវេលាសម្រាប់ទៀតផងដើម្បីឲ្យសម្រេចគោលដៅអានេះគឺជារឿងដែលយើងឆ្លុះបញ្ចាំងអំពីជីវិតជាក់ស្ដែងក៏ប៉ុន្តែនៅពេលដែលយើងបានដល់ចំណុចកំពូលនោះមានន័យថាយើងចុះពីលើភ្នំយើងប្រឹងស្មារតីវិញនោះនៅពេលដែលយើងដល់ចំណុចកំពូលដល់អ្វីដែលយើងចង់បានពោលគឺជីវិតរបស់យើងមានជីវភាពល្អប្រសើរឬក៏យើងខ្លាចជាអ្នកមានបានជោគជ័យនៅក្នុងអាជីពការងាររបស់យើងនោះយើងត្រូវតែប្រុងប្រយ័ត្នស្មារតីពោលត្រូវតែសួរខ្លួនឯងថាខ្ញុំជានរណាហើយខ្ញុំមកដល់ទីនេះខ្ញុំត្រូវតែមានបេសកកម្មច្បាស់លាស់ខ្ញុំមិនភ្លេចអំពីដែនកំណើតរបស់ខ្លួនកុំខែងរែងនៅពេលដែលខ្លួនឯងចាប់ផ្ដើមរីកចម្រើនចាប់ផ្ដើមបានធំធាត់តិចនោះចាប់ផ្ដើមអាងចើងរែងចាប់ផ្ដើមមើងងាយអ្នកដទៃចាប់ផ្ដើមមើលតែអ្នកដទៃហាក់ដូចជាមនុស្សកពេចកប៉ុកចាប់ផ្ដើមមើលទៅអ្នកដទៃហាក់ដូចជាមនុស្សមិនសមនឹងខ្លួនពោលគឺមិនខ្ចីទាំងស្ដាប់គេអួតអំនួតក្អេងក្អាងតែខ្លួនឯងប្រកែគេនោះវាអន់ជាងគេនោះទៀបជាងយើងអ្នកនោះមិនឆ្លាតដូចយើងចាប់ផ្ដើមតោងនិមត្តតំណភាពខ្លាំងត្រង់នេះហើយដែលគេលើកឡើងថាប្រឹងស្មារតីគឺទប់ស្មារតីគឺយើងចាប់ផ្ដើមប្រុងប្រយ័ត្នទាំងពាក្យសម្ដីទាំងកាយវិការទាំងឫកពារបស់យើងកុំភ្លេចតាមកំណើតរបស់ខ្លួនឲ្យសោះបាទនេះគឺជាអត្ថន័យដែលទូទៅនៅក្នុងសុភាសិតបុរាណចិនមួយនេះបានបង្ហាត់បង្រៀនយើងច្រើនណាស់អំពីដំណើរជីវិតរបស់យើងខ្ញុំសង្ឃឹមថាសារមួយនេះវាអាចក្លាយទៅជាកញ្ចក់ឆ្លុះបញ្ចាំងអំពីខ្លួនយើងហើយអាចធ្វើឲ្យយើងនឹងឆ្លុះបញ្ចាំងពីខ្លួនឯងដើម្បីឆ្ពោះទៅរកឧត្តមភាពនៃជីវិតរបស់យើងបើយល់ថាវីដេអូមួយនេះវាល្អឬក៏មានសារៈសំខាន់សូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងបន្តទៀតផងសូមអរគុណ